នេះបងប្អូនទាំងអស់គ្នាបាទកន្លែងនេះអញ្ចឹងបើសិនជាបងប្អូនចូលមកដល់ភ្លាមបងប្អូនចង់ហៅ pass app ជីបងប្អូនអាចគ្រាន់តែចូលមកចុចនៅកន្លែងឃើញវាទិសដៅហ្នឹងបងប្អូនចុច booking មកក៏បានដែរយើងចុច booking ចឹងហើយអញ្ចឹង pass app នៅជុំវិញទាំងអស់ហ្នឹងបាទនេះ pass app នៅជុំវិញហ្នឹងគឺគេប្រកាសជា confirm បាទគេនឹង confirm ទទួលឲ្យមកដឹកយើងនៅកន្លែងទិសដៅហ្នឹងតែម្ដងហើយមួយទៀតគឺបងប្អូនទាំងអស់គ្នាចង់ជ្រើសរើសបាទជាមួយនឹង pass app បងប្អូនចង់បានប្រភេទអីខ្លះនេះបងប្អូនចូលនៅកន្លែងនេះបាទអញ្ចឹង pass app របស់យើងហៅនេះគឺមាន3កៅអីបាទមាន3កៅអីអង្គុយហើយកន្លែងនេះក៏មាន3ដែរនេះមាន4បាទជាឡានបាទមាន4ដូចគ្នាអញ្ចឹងបងប្អូនទាំងអស់គ្នាអញ្ចឹងសម្រាប់ខ្ញុំយកអាហ្នឹងយើងចុចលើនឹងដដែលមកមួយដែរយើងជ្រើសរើសបាទអានេះយើងដាក់បើសិនយើងនៅកន្លែងហ្នឹងបងប្អូនទាំងអស់គ្នាចុចអាកន្លែងនេះមកនេះឲ្យវាចំនេះកន្លែងនេះយើងចុចលើហ្នឹងមកវានឹងរត់មកចំកន្លែងរបស់យើងនៅតែម្ដងហើយគ្រាន់តែយើងចុចពាក្យ